ហេតុអីក៏អញ្ជើញពួកលោកទៅអស់បែរជាអត់មានជួយឆាវខ្ញុំចឹងលោកត្រូវដឹងថាខ្ញុំគោរពពួកលោកដែលជាមន្ត្រីចៅមហាក្សត្រមុនដាពិសេសគឺគោរពលោកម្ចាស់បាំងមែនទេមុននឹងឆ្លើយតបនឹងសំណួររបស់លោកខ្ញុំមានរឿងមួយត្រូវសួរតែលោកសិនលោកម្ចាស់សួរបញ្ចុះដូចជាសំណួរដែលលោកបានសួរខ្ញុំចឹងលោកម្ចាស់វាងអញ្ជើញភ្ញៀវហេតុអីបានជាមិនអញ្ជើញឆៅមកទៅលោកសួរបើលោកបើសិនជាលោកថាល្អអញ្ចឹងសូមលោកធ្វើការបកស្រាយបន្តិចទៅខ្ញុំគិតថាដោយសារអ្នកដែលត្រូវអញ្ជើញម្នាក់សិតតែនៅក្នុងគ្រួសារធំទទួលព្រះបារមីពីព្រះអង្គតែក្នុងចិត្តអ្នកទាំងអស់គ្នាឆៅខ្ញុំជាគោរបស់អាបាទជាមនុស្សកខ្វក់មានឋានៈថោកទាបមិនទាំងអាចចូលរួមក្រុមជាមួយអស់លោកបាទហើយយ៉ាឆៅមកទៅឯងនិយាយដល់កម្រិតនេះគឺអស្ចារ្យណាស់ទៅហើយប៉ុន្តែនៅមានមូលហេតុមួយចំនួនទៀត